បើនៅសោកខ្ញុំនិយាយប្រាប់អ្នកនរគ្នាថាខ្ញុំធ្លាប់ជំនឿ introvert មកពីមុនណាអ្នកនរគ្នាជឿអត់ហើយវាជារឿងពិតនៅក្នុងជីវិតខ្ញុំមកខ្ញុំមិនដឹងថាអ្នកគេខ្លះដូចខ្ញុំទេតែនេះចង់និយាយរឿង story របស់ខ្លួនឯងតិចពេលខ្ញុំចាប់ផ្ដើមចូលរៀនថ្នាក់មត្តេយ្យមកដល់ថ្នាក់ទី12ចាប់ថ្នាក់ទី12ហើយរៀននៅសាកលទៀតនិយាយពីថាសរសើរខ្លួនឯងអត់សូវចេះនិយាយអត់សូវចេះបង្ហាញខ្លួនទៅណាទេសូម្បីតែនិយាយជាមួយមិត្តភក្តិថ្មីៗអីអញ្ចឹងក៏អត់សូវហ៊ានដែរនិយាយថាពីពិបាកចូលចំណោមគេបណ្ដោយហើយបើនិយាយជាមួយគេម្ដងគឺខ្លាចតែគេមើលងាយគេវាយតម្លៃខ្លាចខ្លួនឯងធ្វើខុសហ្មងហើយបើនិយាយស្មោះត្រង់ទៅកាលហ្នឹងគឺអត់សូវមាន confidence លើរូបសម្រស់ខ្លួនឯងទេនិយាយពីថាបើថតរូបវិញគឺមិនសូវបានថតនឹងគេទេតែថតជាក្រុមអីបានមានរូបខ្ញុំហើយកាលហ្នឹងធ្លាប់គិតថាខ្លួនឯងជា introvert ច្រកពិតចង់ផ្លាស់ប្ដូរអង្គការទេតែមានណាថ្ងៃមួយខ្ញុំចាប់ផ្ដើមគិតថាខ្ញុំមិនមែន introvert អីទេបញ្ហាគឺមកពីខ្ញុំភ័យខ្លាចហ្នឹងឯងទើបឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមនិយាយបន្តិចបង្ហាញខ្លួនបន្តិចចាប់ផ្ដើមក្លាហានបន្តិចរាល់ថ្ងៃនេះខ្ញុំក៏នៅតែជា introvert ដដែលតែគ្រាន់តែជា version បែបក្លាហានជាងមុនហើយអ្នកនរគ្នាក៏អាចដូចជាខ្ញុំដែរខ្ញុំអាចធ្វើបានអ្នកនរគ្នាក៏អាចធ្វើបានតែក៏ចង់ដឹងថាណាគេខ្លះគិតថាខ្លួនឯងធ្លាប់ជា introvert មកពីមុនហើយដល់ពេលគិតអញ្ចឹងហើយគិតថាខ្លួនឯងបាត់បង់ឱកាសអ្វីខ្លះ